មកដើរលេងហើយកុំឲ្យខាតជើងមុនទៅវិញហ្នឹងគឺមករករបស់ឆ្ងាញ់ញ៉ាំសិនណាបងប្អូនតែខ្ញុំអត់ស្គាល់ទេគឺខ្ញុំសួរពូតកងឡានថានៅតាំងនេះហ្នឹងមានកន្លែងណាលក់របស់ឆ្ងាញ់ខ្លះគាត់ថាចង់ញ៉ាំអីនៅនេះមានរបស់ឆ្ងាញ់ច្រើនណាមានបាញ់ឆាវមានបាញ់ត្រាងមានបាញ់កាញ់មានសាច់អាំងមានអីចឹងណាតែម៉ាក់ខ្ញុំក៏គាត់ជ្រើសរើសយកបាញ់ឆាវដោយសារគាត់ចង់ញ៉ាំបាញ់ឆាវឆ្ងាញ់ណាហើយបាញ់ឆាវនេះគាត់ជូនមកនេះគឺថាបាញ់ឆាវល្បីលក់ដាច់ខ្លាំងនៅតាំងនេះណាគាត់ទៅដើរចូលមកឃើញតែផ្ទះជៀនបាញ់ឆាវរបស់គេហ្នឹងគឺថាច្រើនណាបងប្អូនឲ្យត្រៀបត្រាតែម្ដងណាហើយសំខាន់នេះគឺមានផ្ទះចាក់បាញ់ឆាវអាផ្ទះយៈនេះចក្រានយៈហើយវែកយៈទៀតនិយាយទៅមួយឈុតគេនេះគឺយៈទាំងអស់ធំណាបងប្អូនណាហើយបើកន្លែងចាក់បាញ់ឆាវរបស់គេគឺប្លែកមែនតើណាបងប្អូនចក្រានគេឡើងអើនធ្វើជារង្វង់តែម្ដងហើយសំខាន់នេះបន្លែរបស់គេមានគ្រប់សពតែម្ដងអានេះ buffet បន្លែចង់ញ៉ាំអីគឺយើងដើរចាប់បន្លែបាញ់ឆាវខ្លួនឯងបងប្អូនមានច្រើនសូម្បីតែត្រួយមកកាក់ហ្នឹងក៏គេយកមកញ៉ាំជាមួយនឹងបាញ់ឆាវដែរហើយមានបន្លែច្រើនមុខទៀតដែលខ្ញុំអត់សូវស្គាល់ទេបងប្អូនមានប្លែកណាខុសពីបន្លែខ្មែរយើងមកយកបាញ់ឆាវរបស់គេឡើងស្លឹកត្រួយស្អីហ្នឹងគឺដល់20-30ប្រច្រែងមិនដឹងជាស្អីខ្លះទេហើយបើថានេះការចាក់បាញ់ឆាវរបស់គេបងប្អូនអូចក្រានគេនេះគឺឡើងរង្វង់តែម្ដងហើយគាត់តែផ្ទះចាក់បាញ់ឆាវគេនេះនៅក្នុងចក្រាននេះគឺ12ផ្ទះណាបងប្អូនគឺគេចាក់វិលជុំហ្មងគាត់តែខ្ញុំមកឃើញផ្ទះគេចក្រានគេចាក់បាញ់ឆាវនេះគឺលួចកណិតរបស់គេដែរបើខ្ញុំនៅហាងខ្លួនឯងបងប្អូនចក្រាន6ម្នាក់ឯងរត់ទៅរត់មកបើធ្វើជារង្វង់ដូចគេអញ្ចឹងវិញប្រហែលជាស្រួលបងប្អូនគឺមិនសូវរត់ទេយើងគាត់តែវិលតែខ្លួនហ្នឹងគឺធ្វើម្ហូបបានគ្រប់សពហើយដូចបាញ់ឆាវនេះអញ្ចឹងហើយគាត់មើលតែផ្ទះគាត់ចក្រានគាត់ហ្នឹងគឺដឹងហើយថាគាត់លក់ដាច់ប៉ុណ្ណាណាបងប្អូនមិនចាក់ធម្មតាសំខាន់គឺគាត់អត់វែងទៀតបងប្អូនចាក់ហើយមួយហ្នឹងគាត់ដាក់មួយទៀតចាក់ហើយមួយក៏ដាក់មួយទៀតដាក់គាត់លឿនហើយលះមែនតើសូម្បីខ្ញុំអ្នកឈរមើលនេះក៏មើលគាត់ឡើងវែងណាបងប្អូនតែគាត់អត់វែងទេគឺច្បាស់ហ្មងអាណាដែលមើលទៅចិត្តឆ្អិនហ្នឹងគឺគាត់ដាក់ជាមួយនឹងសណ្ដែកប្តុកដាក់ជាមួយនឹងសាច់ហើយបើស្នូបញ្ឆៅគេគឺប្លែកបងប្អូនស្នូបញ្ឆៅគេមានតាំងពីផ្សិតជាមួយនឹងតាពាំងទៀតដែលគេធ្វើស្នូឆាជាមួយនឹងសាច់ណាហើយសម្រាប់បញ្ឆៅរបស់គាត់គឺមានប្រភេទបញ្ឆៅស្នូបួសទៀតដែលគេឆាជាមួយនឹងផ្សិតខ្មៅមានតាពាំងមានផ្សិតភ្លៅមាត់អីហ្នឹងសម្រាប់អ្នកគេហូបបួសគឺគេមានស្នូបែបបួសអញ្ចឹងណាហើយបើមកកន្លែងចាយគាត់ចាក់នំគ្រក់នេះវិញក៏ប្លែកដែរបងប្អូនឲ្យចក្រានវិលជុំដូចគ្នាចក្រានរបស់គាត់នេះកាន់ម្នាក់ឯងចូល10ណាបងប្អូនឆ្នាំងនំគ្រក់ហើយមិនមែនមកចក្រានហ្នឹងគាត់ចាក់តែមួយបងប្អូនគឺគាត់ចាក់ទាំងអស់ហើយគាត់ដៃគាត់គឺថាលឿនលះមែនតើខ្ញុំមើលគាត់អត់ចង់តន់ទេចក្រានច្រើនឆ្នាំងច្រើនហើយគាត់ធ្វើតែម្នាក់ឯងគឺអត់មានតនេទេបងប្អូនឲ្យដៃដូចម៉ាស៊ីនអញ្ចឹងពីលើភ្នំមកញ៉ាំនេះម៉ោងទឹមតែ3រសៀលទេបងប្អូនអញ្ចឹងនៅក្នុងហាងគាត់ភ្ញៀវអត់តន់ច្រើនទេនៅហាងគាត់ភ្ញៀវលក់ដាច់ខ្លាំងគឺនៅពេលល្ងាចហើយនឹងពេលយប់អញ្ចឹងណាបងប្អូនហើយនៅកន្លែងគាត់មិនមានលក់តែបញ្ឆាវទេគឺមានលក់ជាមួយនឹងបាញ់ត្រាងមានជាមួយនឹងគួងមានស៊ីយ៉មាននំគ្រក់ដាក់ស្នូហើយជាមួយនឹងបាញ់កាញ់អីគឺមានច្រើនមុខអញ្ចឹងគាត់មកតែកន្លែងនេះចង់ញ៉ាំអីក៏មានដែរនេះខ្ញុំចាប់អារម្មណ៍តែឆ្នាំងយៈរបស់គេជាមួយនឹងចក្រានយៈគេណាបងប្អូនចង់ឲ្យគាត់ចាក់យៈនឹងមើលញ៉ាំប្រទេសនឹងញ៉ាំបានប៉ុន្មានគ្រួសារបើវាធំម្លឹងណាបងប្អូនប៉ាម៉ាក់ខ្ញុំកូនខ្ញុំវិញគឺចុះពីលើភ្នំមកឃ្លានណាបងប្អូននៅពេលអញ្ចឹងមានទេគ្រាន់តែមកដល់ភ្លាមគេរៀបចំដាក់ឲ្យហ្នឹងគឺអត់ចាំយូរទេគឺមកគ្នាមកញ៉ាំតែម្ដងខ្ញុំមកភ្លក់មុនគេគឺខ្ញុំមកញ៉ាំជាមួយនឹងគួងរបស់គេដែលមានដាក់សាច់មាន់នេះហ่ะជាមួយដូចជាតសៃដូចស្បែកជ្រូកជ្រុកជុំបងប្អូនឆ្ងាញ់ប្លែកណាហើយបើកូនខ្ញុំមកញ៉ាំបាញ់ឆាវហើយសម្រាប់គួងរបស់គេគឺមានជ្រលក់ជាមួយនឹងទឹកម៉ាំក៏ឆ្ងាញ់ដែរបងប្អូនហើយខ្ញុំមកភ្លក់នេះគឺមានគួងមានជីយ៉មាននំគ្រក់មានបាញ់ឆាវហៅគ្រប់មុខមកតែភ្លក់មួយមុខមួយអញ្ចឹងចង់ដឹងរសជាតិរបស់គេនិយាយទៅខ្ញុំបើថាដើរលេងនេះគឺខ្ញុំចូលចិត្តភ្លក់ចូលចិត្តញ៉ាំហើយចូលចិត្តទៅកន្លែងចក្រានរបស់គេមើលពីការរៀបចំការចម្អិនរបស់គេអញ្ចឹងព្រោះអីរបស់អស់ហ្នឹងគឺគេអត់ប្រាប់យើងទេប៉ុន្តែបើយើងឆ្លាតយើងដើរមើលយើងដើរឃើញអីអញ្ចឹងទៅយើងលួចយកគំនិតរបស់គេដើម្បីយើងមករៀបចំរបស់ខ្លួនឯងអញ្ចឹងណាសូម្បីតែរសជាតិក៏ដោយគឺខ្ញុំចូលចិត្តដើរភ្លក់ដើរញ៉ាំណាបងប្អូននៅកន្លែងណាដែលគេល្បីថាឆ្ងាញ់អីហ្នឹងគឺខ្ញុំដឹងតែទៅហើយយើងចង់ដឹងរសជាតិស្រុកគេរបស់គេធ្វើដូចរបស់យើងអត់នៅខ្មែរអីអញ្ចឹងណាបើនៅក្រៅប្រទេសហើយបើនៅតំបន់ផ្សេងមិនថាតាស្រុកគេឬមួយស្រុកយើងនៅខ្មែរទេឲ្យតែថាខ្ញុំបានចេញដើរវិញគឺខ្ញុំចូលចិត្តដើរញ៉ាំដើរភ្លក់ណាបងប្អូនទោះបីរបស់នឹងឆ្ងាញ់មិនឆ្ងាញ់មិនក៏ដោយតែចង់ដឹងចង់ភ្លក់រសជាតិតាមតំបន់គេអញ្ចឹងណាបាញ់ឆាវជាមួយនំគ្រក់ដែលខ្ញុំមកញ៉ាំនេះអញ្ចឹងបងប្អូនបើនំគ្រក់វិញគឺគេដាក់ជាមួយនឹងខ្ទិះដូងនៅចំកណ្ដាលហើយដាក់ស្នូទៀតយើងញ៉ាំផ្ទាប់ជាមួយនឹងបន្លែឆ្ងាញ់ប្លែកហើយបើសម្រាប់បាញ់ឆាវរបស់គេវិញនៅពេលដែលយើងបានញ៉ាំជាមួយនឹងបន្លែរបស់គេមានតាំងពីភ្លើងកែបហើយបើស្នូរបស់គេហ្នឹងគឺប្លែកត្រង់ថាវាមានតាពាំងហើយជាមួយនឹងផ្សិតយើងញ៉ាំទៅគឺខុសពីដែលយើងដាក់ជាមួយនឹងសណ្ដែកបដោះឬនៅខ្មែរយើងដាក់សណ្ដែកបដោះដាក់ជាមួយនឹងផ្កាស្នោវាឆ្ងាញ់មួយយ៉ាងអញ្ចឹងទៅនិយាយទៅរសជាតិវាប្លែកពីគ្នាអញ្ចឹងហើយបានញ៉ាំជាមួយនឹងបាញ់ឆាវនេះគឺខ្ញុំញ៉ាំអស់តាមប្រទេសទេព្រោះភ្លក់គ្រប់មុខវាឆ្អែតណាបងប្អូនហើយកន្លែងលក់របស់គេនេះគឺសាមញ្ញទេបងប្អូនគេលក់នៅផ្ទះគេដាក់តុដាក់កៅអីអីហ្នឹងយើងទៅអង្គុយញ៉ាំធម្មតាទេប៉ុន្តែបើថារសជាតិជាមួយនឹងកន្លែងដែលគេធ្វើលក់នេះគឺគេលក់ដាច់ខ្លាំងមើលតែផ្ទះមើលតែចក្រានរបស់គេកន្លែងចាក់បាញ់ឆាវជាមួយនំគ្រក់គឺដឹងហើយថាគេលក់ដាច់ប៉ុណ្ណាបងប្អូនហើយល្បីរបស់គេមែនណា